អនុញ្ញាតសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវីដេអូរបស់ខ្ញុំបាទធ្វើសកម្មភាពទៅចាប់ត្រីហើយសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលបានប្រទះឃើញនៅវីដេអូរបស់ខ្ញុំបាទហើយការធ្វើវីដេអូនេះគឺធ្វើបែបកំសាន្តលេងសម្រាប់ខ្លួនឯងទេហើយអរគុណសម្រាប់ការចូលមើលរបស់បងប្អូនមិនបានចូលមើលក៏បានប្រទះឃើញវីដេអូហ្នឹងក៏សូមអរគុណហើយនេះសកម្មភាពរបស់ខ្ញុំបាទធ្វើដំណើរទៅចាប់ត្រីនៅឯស្រែឈូកហ្នឹងហើយនៅស្រែឈូកហើយហ្នឹងសកម្មភាពតបមកខ្ញុំធ្វើដំណើររហូតអត់បានថតបានទាំងអស់ទេព្រោះពូបញ្ញាប់ដែរបញ្ញាប់មកចាប់ត្រីព្រោះបងគាត់ទេមកភ្លាមមកអញ្ចឹងកម្មភាពហ្នឹងថតបានខ្លះអត់ខ្លះហ្នឹងហើយបងប្អូនណាបានឃើញក៏សូមអរគុណសម្រាប់ការចូលមើលឥឡូវចូលមកដល់ចិត្តមកដល់នេះហើយចិត្តមកដល់ច្រកចូលទៅចាប់ត្រីហើយការចាប់ត្រីនេះផងដែរគឺជាលើកទី1ក្នុងការចាប់ហើយធ្វើដំណើរមកជាមួយនឹងអ៊ំនាំផ្លូវអ៊ំជិះម៉ូតូលឿនយើងអត់ដែរជិះម៉ូតូតាមស្រុកសែអញ្ចឹងយើងឆ្លប់ជិះតាផ្លូវលំស្អាតដល់មកមិនទាន់ស្ទាត់ជាមួយនឹងផ្លូវអញ្ចឹងគាត់ជិះម៉ូតូលឿនតាមគាត់មុំតាមកតន់គាត់ជិះមូលខែយកដែរឥឡូវចូលមកដល់ស្រែចូលមកដល់ច្រកចាប់ត្រីហើយវីដេអូមើលទេសភាពតាមផ្លូវទៅអ្នកខ្លះក៏ចូលចិត្តទេសភាពបែបនេះគឺស្រស់ស្រាយជាពិសេសបងប្អូនដែលនៅខាងទីក្រុងគឺគាត់ចូលចិត្តមើលបែបវីដេអូទេសភាពស្អាតចេះធ្វើឲ្យអារម្មណ៍គាត់សប្បាយឥឡូវធ្វើដំណើរមកចិត្តដល់មែនតើណាចិត្តដល់ឡើងបានដងឯងចិត្តដល់ហើយនោះអត្រាបងកំពុងតែនៅមុខគាត់ឈប់បើគាត់វាយដីគាត់វាយហើយយូរតែគាត់ឈប់ដើម្បីឲ្យពួកខ្ញុំបាទមកចាប់ត្រីបើនេះគាត់វាយអាចត្រីវាអត់ពុលដល់ពេលអញ្ចឹងគាត់ឈប់សិនដើម្បីឲ្យខ្ញុំបាទបានមកដល់ហើយបាទឥឡូវមកដល់កន្លែងនេះហើយឈប់ម៉ូតូវាយទល់ភ្លឹបវាយទល់ហើយដោះខោដល់ចេញហើយកម្មភាពដោះខោអត់ថតឲ្យមើលទេដោះខោជើងវែងចេញស្លៀកខោខ្លីពាក់បែកជើងផ្ទាត់ដើរតម្រង់ទៅរកស្រូវរកស្រែដែលបងកំពុងតែវាយដីឈូកហើយវាយដីឈូកឥឡូវនេះចុះមកមើលសិនគាត់ថាអាស្រ័យពីខាងលើត្រីច្រើនបើមកតន់ចាប់បានច្រើនតែមិនជាបញ្ហាទេចាប់ថ្ងៃនេះចាប់បានរៀងខែលដែរហ្នឹងហើយឥឡូវដោះស្បែកជើងຕົកហើយដើររកមើលសិនប្រឡោះច្រកដែលយើងត្រូវចោះចាប់ត្រីហើយហ្នឹងហើយបងប្អូនអាចទស្សនាមើលទៅហើយវីដេអូហ្នឹងក៏ខ្ញុំពាក់ជើងកាមេរ៉ាពាក់នឹងខ្លួនដល់ពេលដើរទៅវាអង្គើដល់ពេលអញ្ចឹងយើងដឹងហើយយើងដើរយើងមិនមែនដើរទៅនឹងណាយ៉ាងពេលអញ្ចឹងខ្ញុំក៏មិនបានធ្វើវីដេអូនឹងល្អឲ្យប្រហែលដែរធ្វើសម្រាប់ខ្លួនឯងដែរហើយជុកជាអនុស្សាវរីយ៍ផ្លេកឡូ4-10ឆ្នាំអីទៀតឥឡូវបានត្រីមួយចាប់បានមួយលើកទី1ទៀតត្រីហ្នឹងព្រោះកន្លងមកមិនដែរចាប់ទេត្រីធ្លាប់តែនៅផ្ទះធ្វើការធម្មតាឥឡូវយើងបដូរបទពិសោធន៍ជីវិតខ្លះបើយើងអត់ផ្លាស់ប្ដូរជីវិតទេវានៅតែអញ្ចឹងយើងរៀនឆែកជីវិតខ្លះឥឡូវចូលមកដល់នេះចូលមកដល់ចាប់បានសត្វត្រីតូចត្រីធំជាពិសេសខ្ញុំចាប់បានតូចណាហើយយើងអត់ដែរចាប់បានយកដែរចាប់ពីមុនមកអញ្ចឹងចាប់បានខ្លះអត់ខ្លះហើយបានបងគាត់ជួយ
ហើយសកម្មភាពចាប់ត្រីដាក់ក្នុងធុងយើងនេះធុងទឹកបានកន្លះធុងដែរអីទេប៉ុណ្ណេះរួចអាហាររបស់យើងហើយនេះសកម្មភាពរបស់បងគាត់កំពុងតែជន់អត្រាក់វាយដីឈុកគេណាអូគាត់កែវាយជន់វាយអថៃនោះពុលវាតែហល់ឡើងលើមកហើយខ្ញុំក៏មិនបានថតបានច្រើនព្រោះតាវក់នឹងជាប់ចាប់ត្រីពេលអញ្ចឹងទៅអត់បានថតច្រើនទេចាប់ខ្លះទៅថតខ្លះទៅអីខ្លះទៅគាត់បានវីដេអូយកមកទុកបញ្ចូលសំឡេងហើយថតទុកជាអនុស្សាវរីយ៍ខ្លួនឯងផងអានេះដើរមកទៀតចាប់ទៀតហើយពងធ្វើអីទេកាន់ឈើមួយនោះឈើនោះទុកវាយត្រីពេលវាហៀបពុលពេលវាត្រីនឹងវាឥឡូវនេះបានត្រីត្អោនមួយត្អោនវាច្រើនយើងហៅត្អោនប៉ុន្តែត្រីនេះគេហៅត្រីកេះស្អីគេនោះមានអាកេះបានប្រភេទប៉ុន្តែភាគច្រើនយើងហៅតែត្រីត្អោនលើបានត្រីទៀតហើយឈើហ្នឹងមិនមែននេះណាឈើទុកវាយត្រីមិនមែនស្រួលចាប់ទេត្រីវាខ្លះឃើញវាពុលមែនយើងចាប់វាបង្រាស់ទៅបាត់អញ្ចឹងមានតែជំរើសឈើមួយទុកវាយដើម្បីបានត្រីហ្នឹងហើយនេះបានមួយទៀតចាប់ពេលខ្លះចាប់ទៅក៏របូតទៅវិញអីក៏ទៅវិញទៅព្រោះត្រីនៅជាមួយទឹកវាល្អិលពេលអញ្ចឹងទៅចាប់ក៏បានខ្លះរបូតខ្លះអញ្ចឹងទៅបងប្អូនដែលធ្លាប់ចាប់ត្រីដឹងហើយពីការចាប់ត្រីឥឡូវយកត្រីមកដាក់ក្នុងធុងហ្នឹងត្រីត្អោនត្រីនឹងត្រីទេដឹងតែចាប់ហើយស្គាល់អត់តន់ស្គាល់ត្រីទេដឹងតែចាប់ហើយឃើញត្រីចាប់ហើយតែឃើញពស់ប្រហែលជារត់ទេព្រោះខ្ញុំនិយាយទៅខ្លាចពស់ហ្នឹងហើយនិយាយទៅខ្លាចពស់ឃើញអ៊ំគាត់ចាប់ពស់ដាក់ក្នុងធុងត្រីខ្ញុំបានដែរតែគាត់ក៏បាយចោលហើយអញ្ចឹងអត់សូវខ្លាចខ្ញុំឃើញតែពស់ហ្នឹងរត់ហើយរត់មុនគេឥឡូវមើលយកសកម្មភាពចាប់ត្រីងាយអាត្រីនេះត្រីស្រែដែលទឹកឡើងមកចិត្តដល់ពេលអញ្ចឹងគាត់វាយឈុកទៅអាត្រីពុលទៅវាយចាប់បើបាននេះច្រើនថតវីដេអូថតអីនេះខ្ញុំម្នាក់ឯងដល់ពេលម្នាក់ឯងថតបានខ្លះហើយវីដេអូមានតែប៉ុណ្ណឹងបាទមានតែប៉ុណ្ណឹងហើយសូមអរគុណសម្រាប់បងប្អូនដែលបានចូលទស្សនាសម្រាប់បងប្អូនដែលមិនទាន់បានចូលទស្សនាក៏មិនជាបញ្ហាដែរហ្នឹងហើយព្រោះវីដេអូនេះធ្វើសម្រាប់ខ្លួនឯងផងហើយសម្រាប់បងប្អូនដែលចង់ថតជាវីដេអូសម្រាប់ខ្លួនឯងលេងទៅព្រោះយើងសកម្មភាពយើងរស់នៅរាល់ថ្ងៃយើងមិនតិចចោលអីព្រោះយើងឥឡូវបច្ចេកវិទ្យាមានទូរស័ព្ទអីនៅដៃរៀងខ្លួនហើយយើងចេះថតបញ្ចូលសំឡេងលេងសម្រាប់ខ្លួនឯងសម្រាប់គ្រួសារទុកជាអនុស្សាវរីយ៍ពេលយើងនៅក្មេងពេលយើងចាស់ទៅយើងឃើញវីដេអូហ្នឹងយើងមើលឡើងវិញក៏ជាក្តីសុខរបស់យើងដែរបាទហ្នឹងហើយសូមអរគុណវីដេអូមានតែប៉ុណ្ណឹងជំរាបលាបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនា